ស្វែងយល់ពីដីចំណីផ្លូវនិងលម្អិតពីទោសនៃការរំលោភចំណីផ្លូវមានទាំងពិន័យប្រាក់និងជាប់ពន្ធនាគារដីចំណីផ្លូវថ្នល់សំដៅដល់ដីនៅសងខាងខ្សែបន្ទាត់ផ្ចិតនៃផ្លូវថ្នល់ព្រមទាំងទំហំចំណីផ្លូវថ្នល់ទុកបម្រុងសម្រាប់ការគ្រប់គ្រងការអភិវឌ្ឍនិងការការពារផ្លូវថ្នល់ធានាសុវត្ថិភាពចរាចរណ៍និងសម្រាប់ការប្រើប្រាស់ការងារហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងទៀតដែលកំណត់ដោយខ្សែបន្ទាត់ព្រំដីចំណីផ្លូវនេះបើតាមច្បាប់ស្តីពីផ្លូវថ្នល់ចុះថ្ងៃទី8 ខែឧសភាឆ្នាំ2014ទោសទណ្ឌនៃការរំលោភចំណីផ្លូវសាធារណៈមានដូចខាងក្រោមបានចែងជាអតិមាត្រា64ជនណាដែលធ្វើកិច្ចការសាធារណការទាំងឡាយនៅក្នុងទូផ្លូវទ្រូងផ្លូវជីផ្លូវគែមផ្លូវនិងដីនៅសល់នៃដីចំណីផ្លូវដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ត្រូវពិន័យអន្តរការជាប្រាក់ចំនួន500,000 រៀលចំណែកមាត្រា66ជនណាដែលធ្វើនៅការឲ្យលើដីចំណីផ្លូវសម្រាប់ធ្វើផ្លូវចេញចូលគេហដ្ឋានអគាររោងចក្រសហគ្រាសឬកន្លែងផ្សេងដែលជាប់ផ្លូវថ្នល់ដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ត្រូវពិន័យអន្តរការជាប្រាក់ចំនួន50,000 រៀលករណីនៅតែបន្តប្រព្រឹត្តល្មើសទៀតត្រូវពិន័យអន្តរការជាប្រាក់ទ្វេដងមាត្រា70ជនណាដែល1រៀបចំសកម្មភាពនិងពិធីផ្សេងនៅលើដងផ្លូវថ្នល់គ្មានការអនុញ្ញាតពីរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវពិន័យអន្តរការជាប្រាក់ចំនួន100,000 រៀល2រៀបចំសកម្មភាពនិងពិធីផ្សេងនៅលើដងផ្លូវថ្នល់គ្មានឬមានការអនុញ្ញាតពីរដ្ឋបាលថ្នាក់ក្រោមជាតិនិងបណ្ដាលឲ្យខូចខាតដោយអចេតនាដល់ផ្លូវថ្នល់ឬបរិក្ខារផ្លូវថ្នល់ត្រូវតម្រូវឲ្យធ្វើការជួសជុលឡើងវិញឲ្យដូចស្ថានភាពដើមនិងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា415 4. បទធ្វើឲ្យខូចខាតផ្សេងទៀតដោយខ្វះការប្រុងប្រយ័ត្នឬការមិនគោរពបទបញ្ជានៃក្រមព្រហ្មទណ្ឌមាត្រា71ជនណាដែលសាងសង់ដោយខុសច្បាប់នៅសំណង់រឹងមាំមានលក្ខណៈជាអចិន្ត្រៃយ៍នៅលើដីសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ត្រូវព្រមានជាលិលាក់អក្សរនិងតម្រូវឲ្យរុះរើចេញនៅសំណង់នោះក្នុងករណីរឹងតឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1 ខែទៅ1 ឆ្នាំនិងពិន័យជាប្រាក់ពី100,000 រៀលទៅ2 លានរៀលមាត្រា72ជនណាដែលសាងសង់សំណង់ផ្សេងដោយមិនបានគោរពតាមចំណុចទី1និងចំណុចទី2នៃមាត្រា30នៃច្បាប់នេះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី100,000 រៀលទៅ1 លានរៀលនិងតម្រូវឲ្យរុះរើចេញនៅសំណង់នោះករណីរឹងតឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1 ខែទៅ2 ឆ្នាំនិងពិន័យជាប្រាក់ពី1 លានរៀលទៅ4 លានរៀលមាត្រា74ជនណាដែលទន្ទ្រានត្រួតត្រាប្រើប្រាស់ដោយសាងសង់សំណង់ឬការឲ្យទាំងឡាយបំពានលើដីរបស់ផ្លូវថ្នល់ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី100,000 រៀលទៅ1 លានរៀលនិងតម្រូវឲ្យរុះរើករណីរឹងតឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1 ខែទៅ2 ឆ្នាំនិងពិន័យជាប្រាក់ពី1 លានរៀលទៅ4 លានរៀលសូមបញ្ជាក់ថាប្រជាពលរដ្ឋភាគច្រើនតែងតែធ្វើតាមគ្នារួចគ្នាដូចជាលក់ដូរសង់យាបសំណង់រឹងនៅលើចិញ្ចើមផ្លូវទន្ទឹមគ្នានោះដែរក៏មានប្រជាជនមួយចំនួនយកចិញ្ចើមផ្លូវអាជីវកម្មជាជំនាន់សម្រាប់ធ្វើអាជីវកម្មអាហារដ្ឋានរបស់ខ្លួនឯងដែលទង្វើនេះបានបំពានច្បាប់ស្តីពីផ្លូវថ្នល់ឯកឧត្តមអភិសន្តបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនាពេលថ្មីនេះបានណែនាំរដ្ឋបាលថ្នាក់ក្រោមជាតិរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីធានាបាននូវសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពចរាចរណ៍